អ៊ីស្រាអែលបើកការវាយប្រហារលើភាគខាងត្បូងលីបង់ជាថ្មីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងជាច្រើនអ្នករងរបួសចំពេលការចរចានៅទីក្រុងរ៉ូមកំពុងបន្តយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាអ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកលើភាគខាងត្បូងប្រទេសលីបង់ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់និង12អ្នកផ្សេងទៀតបានរងរបួសនៅទីក្រុងធីបនីនបន្ទាប់ពីទាហានអ៊ីស្រាអែល2អ្នកត្រូវបានសម្លាប់និង4អ្នកទៀតរងរបួសដោយសារការផ្ទុះនៅក្នុងអគារមួយអំឡុងពេលចុះត្រួតពិនិត្យសន្តិសុខការកើនឡើងនៃអំពើហិង្សានេះបានកើតឡើងចំពេលដែលតំណាងនៃប្រទេសទាំងពីរកំពុងបន្តជំនួបចរចាសន្តិសុខនៅទីក្រុងរ៉ូមដែលបានចាប់ផ្ដើមកាលពីថ្ងៃអង្គារនិងបន្តរហូតដល់ថ្ងៃប្រហ័សដើម្បីកាត់បន្ថយភាពតានតឹងនៅច្រកព្រំដែនបន្ទាប់ពីមានកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែមិថុនាទោះបីជាមានកិច្ចព្រមព្រៀងបត់ឈប់បាញ់យ៉ាងណាក៏ដោយអ៊ីស្រាអែលនៅតែបន្តប្រកាសបង្កើតតំបន់ទ្រនាប់នៅភាគខាងត្បូងលីបង់ដើម្បីប្រតិបត្តិការលុបបំបាត់ការគំរាមកំហែងពីក្រុមហេបូឡាទោះជាយ៉ាងណាជុំវិញករណីផ្ទុះអគារបណ្ដាលឲ្យទាហានស្លាប់នេះប្រភពសន្តិសុខដែលដកស្រង់ដោយវិទ្យុកងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថាគេនៅមិនទាន់ច្បាស់ថាគ្រាប់បែកនេះត្រូវបានបង្កប់មុនឬក្រោយពេលមានបទឈប់បាញ់នោះទេទោះបីជាកងទ័ពអ៊ីស្រាអែលបានចោទប្រកាន់ជាបឋមកាលពីថ្ងៃពុធថាជាការរំលោភបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរដោយក្រុមហេបូឡាក៏ដោយប៉ុន្តែនៅថ្ងៃប្រហ័សរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខាតមិនបានលើកឡើងពីឈ្មោះក្រុមហេបូឡាឬការរំលោភបទឈប់បាញ់នៅក្នុងថ្លែងការណ៍រំលែកទុក្ខនោះទេដែលនេះសូបញ្ជាក់ថាអ៊ីស្រាអែលប្រហែលជាមិនចង់ឲ្យស្ថានភាពកាន់តែរីករាលដាលខ្លាំងឡើងនោះឡើយខណៈដែលការវាយប្រហារលើកនេះក៏ជាលើកដំបូងក្នុងរយៈពេលជាង1ខែដែលអ៊ីស្រាអែលបានចេញការព្រមានឲ្យពលរដ្ឋលីបង់ជុំលាខ្លួនផងដែរខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមាន free ជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ